ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងដោយសារតែមួយរយៈនេះតាំងពីខ្ញុំធ្វើវីដេអូ AI មកឃើញថាមានបងប្អូនយើងជាច្រើនគាត់ឆាតមកសួរខ្ញុំទាក់ទងទៅនឹងការផលិតវីដេអូ AI ក៏ដូចជាការផលិតរូបភាពអញ្ចឹងដើម្បីជាការឆ្លើយតបខ្ញុំនឹងធ្វើជាវីដេអូជូនតែម្ដងដោយសារបើសិនជាខ្ញុំឆ្លើយតបតាមឆាតឆ្លើយម្នាក់នៅមានបងប្អូនម្នាក់ទៀតគាត់ឆាតមកអញ្ចឹងឆាតឆ្លើយមួយនៅមួយឆាតមួយឆ្លើយមួយនៅមួយអញ្ចឹងដើម្បីងាយស្រួលគឺខ្ញុំសុខចិត្តធ្វើជាវីដេអូជូនតែម្ដងហើយបងប្អូនជួយ follow page ក៏ដូចជាចុច like page ថ្មីនេះផងអញ្ចឹងដើម្បីកុំឲ្យយូរទាក់ទងទៅនឹងការផលិតវីដេអូរបស់ខ្ញុំគឺខ្ញុំប្រើជាមួយនឹង Gemini បងប្អូនហើយ Gemini លុះត្រាតែបងប្អូនប្រើប្រភេទ Gemini Pro ឬបើយើងប្រើ Gemini ធម្មតាយើងអាចផលិតជាវីដេអូបានទេឬក៏បងប្អូនអាចប្រើកម្មវិធីមួយទៀតគឺកម្មវិធី Flow បងប្អូន AI Flow បងប្អូនចូលទៅក្នុង Google Chrome ហើយបងប្អូនវាយពាក្យ Flow ទៅវានឹងចេញហើយអញ្ចឹងគឺវីដេអូនេះខ្ញុំធ្វើបញ្ជាក់តែទៅនឹង Gemini Pro ទេវីដេអូក្រោយខ្ញុំនឹងធ្វើបង្ហាញអំពីរបៀបបង្កើតវីដេអូតាមរយៈ Flow បងប្អូនអញ្ចឹងដើម្បីកុំឲ្យយូរទី1គឺខ្ញុំប្រាប់តាំងពីការទៅ down តែម្ដងតែទូរស័ព្ទខ្ញុំមានស្រាប់ទេបងប្អូនខ្ញុំគ្រាន់តែចូលប្រាប់ទេអញ្ចឹងបងប្អូនចូលទៅក្នុង App Store ឬក៏ Play Store របស់ទូរស័ព្ទរបស់យើងហើយបងប្អូនចុចកន្លែង search មកបងប្អូនចូល search ហើយបងប្អូនវាយពាក្យថា Gemini បងប្អូននេះវាចេញមកហើយនៅលើគេបងប្អូន Gemini អញ្ចឹងយើងចុចលើវាមកវាចេញមកបែបនេះបងប្អូននេះរូបដូចសញ្ញាបូកពណ៌ខៀវនេះបងប្អូនអាឡៃនេះគឺខ្ញុំយក Instax មកដាក់លើនេះបងប្អូននេះអាឡៃខ្ញុំកំពុងមកវិលហ្នឹងហើយដូចទៅយើងចុចរូបពពកបងប្អូនចុចពពកបើសិនជាបងប្អូនអត់ទាន់ download គឺវាចេញរូបពពកកន្លែងហ្នឹងបងប្អូនហើយយើងចុចលើរូបពពកហ្នឹងមកវា download ដែរបងប្អូននេះវាចេញរូបពពកដូចខាងលើបងប្អូនដូចខាងលើអញ្ចឹងនៅពេលដែលបងប្អូនចុចរូបពពកហើយវានឹង download ចូលទៅក្នុងទូរស័ព្ទរបស់យើងហើយនៅពេលដែលបងប្អូន download បាននៅពេលដែលយើងបើកវាគឺវាទាមទារឲ្យយើងធ្វើការ login ជាមួយនឹង Gmail បងប្អូនអញ្ចឹងយើង login ជាមួយនឹង Gmail ហើយយើងអាចប្រើប្រាស់បានហើយអញ្ចឹងនៅពេលដែលយើង login ជាមួយ Gmail ហើយគឺវាចេញទម្រង់បែបនេះបងប្អូនវាចេញទម្រង់បែបនេះអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងសម្រាប់ចង់ឲ្យវាបង្កើតជារូបភាពឬក៏ជាវីដេអូបងប្អូនគឺយើងសរសេរនៅកន្លែងហ្នឹងហើយកន្លែងហ្នឹងក៏យើងអាចយកជារូបភាពដែរបងប្អូនយើងអាចយករូបភាពរបស់យើងមកដាក់ដើម្បីឲ្យវាបង្កើតទៅយើងទៅអង្គុយនៅកន្លែងណាមួយប៉ុន្តែតើតោងនឹងរូបអ្នកដទៃគឺបច្ចុប្បន្ននេះ AI អត់ឲ្យយើងធ្វើទេឧទាហរណ៍ថាយើងយករូបអ្នកដទៃមកបង្កើតជាវីដេអូឬក៏រូបបុគ្គលល្បីៗយកមកបង្កើតជាវីដេអូគឺវាអត់ឲ្យបង្កើតទេបងប្អូនគឺវាអត់បង្កើតឲ្យទេតើតោងនឹងរូបភាពយកមកបង្កើតជាវីដេអូរូបរបស់អ្នកដទៃបងប្អូនអញ្ចឹងនៅកន្លែងនេះវាមាន function ច្រើនបងប្អូនវាមាន option ច្រើនហើយយើងក៏អាចមើលពីប្រវត្តិមានតែមើលពីអ្វីដែលយើងធ្លាប់ឲ្យ Gemini បង្កើតបានបងប្អូនអញ្ចឹងដើម្បីយើងមើលថាពីមុនយើងធ្លាប់បង្កើតអីខ្លះបងប្អូនអាចចូលមកកន្លែងត្រី2ខាងលើនេះបងប្អូនអាចចូលមកកន្លែងត្រី2ហ្នឹងគឺដើម្បីមើលពីអ្វីដែលយើងធ្លាប់បានបង្កើតពីមុនបងប្អូនអញ្ចឹងយើងចុចកន្លែងត្រី2នេះមកបងប្អូននេះកន្លែងត្រី2នេះយើងចុចលើនឹងមកវានឹងលោតចេញមកបង្ហាញការងារដែលយើងបានឲ្យAI វាបង្កើតឲ្យយើងបងប្អូននេះគឺជាអ្វីដែលខ្ញុំធ្លាប់វាបង្កើតហើយបើសិនជាបងប្អូនចង់ផលិតថ្មីក៏យើងចុចកន្លែងការជជែកនេះវាលោតមកហ្នឹងហើយបងប្អូនកន្លែងការជជែកថ្មីអញ្ចឹងខ្ញុំចូលទៅយក script មួយដែលខ្ញុំសរសេរហើយទៅអានេះខ្ញុំគ្រាន់តែឧទាហរណ៍ឲ្យមើលទេបងប្អូនដោយសារខ្ញុំអត់អាចផលិតវីដេអូបានទៀតទេថ្ងៃហ្នឹងដោយសារយើងធ្វើ3វីដេអូហើយនេះបងប្អូនគឺជា caption ឬក៏ script ដែលយើងសរសេរសម្រាប់ឲ្យ AI ផលិតវីដេអូហើយវាជាទម្រង់ជាអក្សរខ្មែរទេបងប្អូនជាអក្សរខ្មែរទេបងប្អូនអាចមើលបានជាសរសេរជាខ្មែរទេប៉ុន្តែនៅពេលដែលបងប្អូនចង់ឲ្យតួអង្គសរសេរអ្វីគឺចង់ឲ្យតួអង្គរបស់យើងគាត់និយាយអ្វីគឺយើងត្រូវបើកសញ្ញាថ្មិញកណ្ដុរបងប្អូនឬក៏បតក់2ហ្នឹងបងប្អូនស្លាប់2ហ្នឹង
យើងបើកសញ្ញាថ្មិញកណ្ដុរបងប្អូនមិនមែនស្លាប់ពីទេគឺថ្មិញកណ្ដុរអានឹងយើងបើកកណ្ដឹងហើយយើងសរសេរអ្វីដែលយើងចង់ឲ្យតួអង្គរបស់យើងនិយាយបងប្អូនដល់ពេលដែលបងប្អូននិយាយរាយរាប់សរសេររាយរាប់អស់ហើយអ្វីដែលបងប្អូនចង់ឲ្យតួអង្គនិយាយបងប្អូនបិទមកវិញមកបងប្អូនបិទសញ្ញាថ្មិញកណ្ដុរមកវិញហើយបងប្អូនចង់បានតម្រង់អ្វីបងប្អូនចង់បានតម្រង់ផ្ដេកឬក៏ប្រឈរអញ្ចឹងបងប្អូនកំណត់វាមកបើសិនជាតម្រង់ប្រឈរ 9.16 តម្រង់ផ្ដេក 16.9 បងប្អូនហើយនេះខ្ញុំcopy script ដាក់ឲ្យបងប្អូនមើលនេះហើយទៅយើងចុចព្រួយមកបងប្អូនចុចឡើងព្រួយហ្នឹងមកវា generate វីដេអូយើងហើយប៉ុន្តែរបស់ខ្ញុំមិនអាច generate បានទេដោយសារតែយើងបង្កើតគ្រប់ចំនួនហើយបងប្អូនបង្កើតគ្រប់ចំនួនហើយអញ្ចឹងនៅពេលដែលចេញជាវីដេអូបងប្អូនចង់រក្សាទុកបងប្អូនគ្រាន់តែសកត់លើវីដេអូឲ្យជាប់ហើយបងប្អូនចុចពាក្យរក្សាទុកមកបងប្អូនអញ្ចឹងគឺវីដេអូហ្នឹងវានឹង load ចូលទៅក្នុង gallery ទូរស័ព្ទរបស់បងប្អូនហើយវាអត់មានអីពិបាកទេបងប្អូនគឺមានតែប៉ុណ្ណឹងសម្រាប់វីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនសម្រាប់វីដេអូនេះអញ្ចឹងសូមបងប្អូនជួយចុច like ក៏ដូចជាចុច share វីដេអូនេះផងដើម្បីទទួលបាននៅវីដេអូថ្មីទៀតនៅពេលដែលខ្ញុំធ្វើវីដេអូចែករំលែកទៅដល់បងប្អូនពីការប្រើប្រាស់ AI បងប្អូន